ការអភ័យទោស forgiveness គឺជាការលាក់បង់ចោលនៅរឿងដែលមិនល្អចំពោះខ្លួនឯងនៅពេលដែលនរណាម្នាក់ធ្វើឲ្យអ្នកឈឺចាប់អ្នកតែងតែមានកំហឹងឬចង់សងសឹកត្រឡប់ទៅវិញហើយស្ទើរតែមនុស្សគ្រប់រូបទៅហើយដែលធ្លាប់ឈឺចាប់ដោយសារអ្នកដទៃប៉ុន្តែប្រសិនជាអ្នកមិនអាចអភ័យទោសដល់អ្នកដទៃបាននោះទេអ្នកដែលឈឺចាប់គឺរូបអ្នកទៅវិញនោះទេតើការអភ័យទោសគឺជាអ្វីទៅការអភ័យទោសគឺជាការសម្រេចចិត្តក្នុងការបោះបង់ចោលនៅអ្វីដែលមិនល្អដូចជាគំនុំឬការសងសឹកជាដើមការឈឺចាប់គឺជាផ្នែកមួយក្នុងជីវិតតែប៉ុណ្ណោះប៉ុន្តែការអភ័យទោសនឹងជួយឲ្យជីវិតអ្នកពោរពេញទៅដោយភាពវិជ្ជមានការអភ័យទោសនាំមកនូវសន្តិភាពក្នុងផ្លូវចិត្តរបស់អ្នកតើការអភ័យទោសផ្ដល់អត្ថប្រយោជន៍អ្វីខ្លះទៅការលះបង់នូវភាពជូរចត់និងបើកផ្លូវដល់ភាពរីករាយការអភ័យទោសនឹងនាំមកនូវទំនាក់ទំនងល្អមិនសូវមានទុក្ខព្រួយនិងផ្ដល់ភាពជឿជាក់មកលើខ្លួនឯងការអភ័យទោសដល់អ្នកដទៃអាចជារឿងលំបាកនៅពេលដែលមនុស្សម្នាក់មិនព្រមទទួលស្គាល់កំហុសខ្លួនឯងទោះបីជាយ៉ាងណាក៏ដោយគោលបំណងក្នុងការអភ័យទោសដល់អ្នកដទៃគឺដើម្បីភាពរីករាយក្នុងផ្លូវចិត្តរបស់អ្នកដូច្នេះហើយអ្នកពុំចាំបាច់គិតពីអ្នកដទៃនោះទេសូមចុច like, share និង subscribe page channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំបន្ថែមទៀត